សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះដែរគឺជាដំណើរកំសាន្តជិះម៉ូតូបោះតង់ទៅទំនប់ទឹកវេរីអគ្គិសនីគិរីរម្យទី1មួយយប់2ថ្ងៃរបស់ខ្ញុំទេសភាពស្អាតស្រស់ត្រកាលនាពេលព្រឹកព្រលឹមនៅទីនេះពិតជាស្រស់ស្អាតខ្លាំងសម្រាប់បងប្អូនដែលចូលចិត្តផ្លូវពិបាកបែបផ្សងព្រេងនិងភាពស្ងប់ស្ងាត់មកទីនេះគឺល្អខ្លាំងមែនទែនសម្រាប់ទទួលបានអារម្មណ៍នៃបទពិសោធន៍ថ្មីនិងភាពស្រស់ស្រាយក្នុងចិត្តហើយនេះគឺជាវីដេអូផ្លូវទៅខ្លះៗដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាអ្នកនរគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំពូណកវិសលណាវីដេអូនេះដែរគឺទៅលេងទំនប់វារីអគ្គិសនីទី1ឥឡូវខ្ញុំបានដល់ច្រកចូលហើយច្រកចូលនេះគ្នាខ្ញុំ3នាក់សម្រាមអញ្ចឹងយើងចាប់ផ្ដើមធ្វើដំណើរទៅលេងទីតាំងបឹងទាំងអស់គ្នា Let's goដល់កន្លែងនេះដែរគឺគេតម្រូវយើងបង់ប្រាក់5000រៀលក្នុងមួយម៉ូតូដើម្បីចូលទៅក្នុងទំនប់ទឹកវារីអគ្គិសនីគិរីរម្យទី1ហ្នឹងបន្ទាប់ពីយើងជិះឡើងភ្នំមករៀងឆ្ងាយដែរយើងសាងាកមកខាងឆ្វេងពួកផ្លូវបត់ចូលគឺនៅខាងឆ្វេងដែរហើយយើងបត់ចូលតាមផ្លូវហ្នឹងទៅតាមផ្លូវតូចនឹងត្រង់រហូតទៅឡានមិននងទៅណាហើយផ្លូវពីម៉ូតូអី tắt video em nữa rồi
នៅមុខហ្នឹងបងមែនខ្ញុំពិតជាអរគុណពួកគាត់មែនទែននៅចុងវីដេអូខ្ញុំនឹងប្រាប់ថាមូលហេតុអីបានជាខ្ញុំត្រូវអរគុណពួកគាត់អញ្ចឹងណាសួស្តីអ្នកនរគ្នាឥឡូវយើងតាំងវិធីផ្លូវគ្រប់ឧបសគ្គមកឥឡូវញ័រជើងដល់បាត់ឥឡូវយើងមកដល់ផ្លូវបែកជា3ខ្ញុំចេញពីផ្លូវទូចនោះប៉ុន្តែអានេះគេមានផ្លូវធំគេដែរហើយផ្លូវឡានផ្លូវអីដែរគាត់នឹងដល់ហ្នឹងផ្លូវអានេះមានផ្លូវទូចមួយទៀតឥឡូវខ្ញុំប្រែចិត្តថាចេញពីច្រកទូចនោះឥឡូវខ្ញុំមិនថាទៅផ្លូវនេះផ្លូវខាងស្ដាំនេះគ្នាខ្ញុំដល់ម៉ោងបាយថ្ងៃមកតោះយើង let's go ពេកទៅខាងឆ្វេងខ្លងទៅត្រូវហ្នឹងផ្លូវហ្នឹងហើយអត់ទេនេះសម្រាប់កន្លែងនេះដែរវាពិតជាអស់សំណើចសម្រាប់ខ្លួនឯងមែនទែនបងប្អូនខ្ញុំគាត់ថាគាត់ចង់ទៅខាងឆ្វេងហើយខ្ញុំមកខាងស្ដាំហើយលទ្ធផលមកផ្លូវខាងស្ដាំហ្នឹងគ្រប់មកក៏ប៉ុន្តែយើងអាចបត់ទៅផ្លូវខាងឆ្វេងនោះក៏បានដែរមិនហើយជីវិតនាំបងប្អូនមករកកម្មជាមួយអូយម៉ូតូមួយអូផ្លូវនេះបងប្អូនសម្រាប់បងប្អូនដែលចង់មកផ្លូវហើយមេឃរោភ្លៀងណោះទៅមុខទៀតតោះយើងទៅទៀតអូជឿឥឡូវគឺយើងបានមកដល់ទីតាំងកន្លែងបោះតង់នៅទឹកបឹងហ្នឹងហើយអូសាឡាត សួស្តីអ្នកនរគ្នាឥឡូវ
hộp bài hơi tờ lần toàn hơi toàn thì phía vô kia mà bỏ đai này cả nó còn bỏ này thì phía một tấc lên con chim con câu anh người tụ câu cá
mình mãi thò đầu trong thọt thô cái đi bộ viên này khi mà bắt chẹo con đó là bộ con khăn mền tên về đểធ្វើដំណើរត្រឡប់មកវិញគឺថាផ្លូវស្ពានដែលទូចហ្នឹងគឺវាល្អខ្លាំងដោយសារតែបងប្អូនយើងធ្វើដំណើរផងហើយពីយប់មេឃភ្លៀងផងអញ្ចឹងវាមានសភាពល្អមែនទែនខ្ញុំបានជួបពួកគាត់ពីពេលដែលមកហើយដល់ពេលដែលទៅក៏ជួបពួកគាត់ទៀតពួកគាត់ពិតជាយកអាសាមែនទែនជួយតុបម៉ូតូជួយអីពួកខ្ញុំដើម្បីឲ្យឆ្លងផុតស្ពានហ្នឹងខ្ញុំពិតជាអរគុណដល់ពួកគាត់ខ្លាំង